បាទប្រិយមិត្តទីមេត្រីបាទពេលវេលាដែលបងប្អូនបានរងចាំមកក៏ចូលមកដល់ហើយដែរបាទមុននឹងយើងមកមើលបាទការធ្វើដំណើរមកដល់របស់កីឡាករទាំងពីររូបបាទក៏សូមសម្លេងចាក់ដៃមួយមកបាទបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តនេះក៏សូមស្វាគមន៍ផងដែរបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ Gainsberg គុនខ្មែរ Super Strike កំពូលជើងអើយខ្ញុំមកទីនេះដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដខ្ញុំខ្លាំងនៅទីនេះបាទក៏សូមស្វាគមន៍ផងដែរបាទដំណើរឡើងមកកាន់សង្វៀនរបស់កីឡាករបង្គោលខៀវបាទក្រោយហើយបាទអាដាមខើឆាយប្រជាជនជាតិសហព័ន្ធកីឡាប្រដាល់គុនខ្មែរបាទក៏បានបំពាក់ឡើងមកកាន់សង្វៀនរបស់ម្ចាស់ខ្សែក្រវ៉ាត់ Gainsberg គុនខ្មែរ Super Strikeបាទសូមជូនសមាជិកភាពរបស់កីឡាករទាំងពីររូបដូចតទៅកីឡាករបង្គោលក្រហមមានវ័យ26ឆ្នាំកម្ពស់ 1.71 ទម្ងន់65គីឡូក្រាមធ្លាប់ប្រកួតចំនួន162ដងឈ្នះ118ដងចាញ់42ដងស្មើ2ដងនិងធ្លាប់ផ្ដួលដៃគូតស៊ូឲ្យស្លាប់ចំនួន29ដងជាកីឡាកររបស់ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិគ្រូបង្ហាត់គឺលោកស្វាយសុខុនលោកស្រីនាងកញ្ញាជាទីមេត្រីក៏សូមស្វាគមន៍ម្ចាស់ខ្សែក្រវ៉ាត់ជង្គង់ពិឃាតគុនខ្មែរលោកសូមណាទាំងពីរផងដែរបាទមុននឹងធ្វើការប្រកួតបាទឥឡូវចាប់ផ្ដើមពីអ្នកដណ្ដើមមុនបាទចាប់ផ្ដើមពីអ្នកដណ្ដើមមុនបាទគឺបាទលូនបញ្ញាបាទបង្គោលខៀវបាទជំរាបរហ័សនាមថាបាទនាគព្រាគុនខ្មែរ
បញ្ញាចង់ដឹងចំណាប់អារម្មណ៍បន្តិចមកតាក់ទងទៅនឹងការប្រកួតនេះមុននឹងឈានចូលដល់ការប្រកួតចូលមកដល់បានត្រៀមខ្លួនចំនួនប៉ុន្មានសប្តាហ៍ដែរសម្រាប់ខ្ញុំការត្រៀមខ្លួនគឺបានច្រើនបងគឺគ្រប់គ្រាន់ក្នុងការប្រកួតបងគឺខ្ញុំគាត់ខាត់ជាប់បងចំពោះបច្ចេកទេសរបស់ដៃគូយើងធ្លាប់ជួបកន្លងមកដឹងថាគាត់ល្អអ្វីទេសម្រាប់បងសំណាងការគាត់ជួបខ្ញុំលើកមុនគាត់រៀងធ្លាក់គាត់ប្រកួតញឹកគាត់រៀងឈឺសាច់ក៏តែមកដល់បច្ចុប្បន្ននេះរយៈពេលដែលខ្ញុំជួបមួយគាត់លើកមុនមកដល់ឥឡូវគាត់រីកចម្រើនខ្លាំងទាំងរាងកាយគាត់គឺល្អហើយស្ទុះគាត់គឺល្អជាងមុនច្រើនបងចុងក្រោយមានអ្វីផ្ដាំផ្ញើទៅម្ចាស់ខ្សែក្រវ៉ាត់ទេមានអីបងមកខំប្រកួតអស់ពីសមត្ថភាពវិញខ្លួនយ៉ាត់ប្រចែងយ៉ាត់ខ្ញុំលុយខ្សែក្រវ៉ាត់បាត់ឆ្ងាញ់ចុងក្រោយបាទអរគុណបញ្ញាអរគុណមែនទេបញ្ញាបាទដល់បាទលោកប្រសើរបាទឥឡូវយើងមកសួរពីចំណាប់អារម្មណ៍របស់កីឡាករឡុងសំណាងវិញម្ដងបាទតាមពិតទៅបាទមុននឹងដណ្ដើមខ្សែក្រវ៉ាត់នេះបានបាទយើងមកគ្រប់គ្រងគឺខ្ញុំជឿថាសំណាងបាទឆ្លងកាត់ការប្រកួតច្រើនបាទជាពិសេសគឺការប្រកួតការពារលើកទី1បានសម្រេចបាទពីកីឡាករអេអាមរិនភូថងបាទសម្រាប់ការប្រកួតនៅពេលបន្តិចទៀតនេះវិញបាទសំណាងជឿថាខ្លួនឯងអាចការពារខ្សែក្រវ៉ាត់នេះបានឬក៏មិនបានបាទសម្រាប់ខ្ញុំអត់ហ៊ាននិយាយមុនបងជាក់ស្ដែងការប្រកួតនៅលើសង្វៀនតិចទៀតនេះបាទមុននេះបន្តិចបាទគឺលន់បញ្ញាបាទគាត់បាននិយាយអំពីជំនួបបាទការពីពេលកន្លងមកបាទអញ្ចឹងសម្រាប់ការប្រកួតនៅពេលនេះវិញបាទជឿថាខ្លួនឯងនឹងអាចលុបលាងរឿងរ៉ាវចាស់បានដែរឬក៏បានរឿងនឹងក៏អត់ហ៊ាននិយាយដែរប៉ុន្តែអ្វីដែលមានគឺចេញអស់នៅក្នុងថ្ងៃនេះបាទសុំស៊ូមួយទៀតបាទត្រៀមប្រមាណក្បាច់មកដែរបាទហាត់ទាំងអស់ហាត់គ្រប់បាទហើយមានពីផ្ដាំផ្ញើទៅលន់បញ្ញាវិញបានទេបាទព្រោះថាគាត់បំបាញ់ព្រោះថាការពារឲ្យជាប់ប្រយ័ត្នគាត់លួចខ្សែក្រវ៉ាត់នឹងបានអត់អីវាយអស់រៀងខ្លួនបាទអញ្ចឹងមុននឹងការប្រកួតចូលម្ដងបាទសូមសំលេងទះដៃដល់លេខ12មួយមកបាទសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នេះផងដែរមានលោកកញ្ញាកដាលនៅលើសង្វៀនតម្រូវទៅលើលោកកញ្ញាកដាលលោកណនរ៉េបាទសូមបង្ហើបបន្តិចបាទសម្រាប់ម្ចាស់ខ្សែក្រវ៉ាត់បើសិនជាការពារខ្សែក្រវ៉ាត់របស់ខ្លួនបានសម្រេចមួយសារទៀតបាទគឺតម្លៃខ្លួនរបស់គាត់បាទគឺបានដល់ទៅ$5000ឯណោះបាទ
bà các thầy cũng không bao nhiêu thằng pía bà cứ chọc nơi pe đầm nang nên đầm đong bạn bà đây cứ chia saiกระวัดbà đóลงสำนักbàได้หนึ่งตัวกาเปียbàจะเลิกตีปีbàตอนลงสำนักbàกาเปียบ้านหรือก็มันบ้านบ้านหรือก็มันบ้านbàบทที่bàจำเลยหนึ่งเมียนตัวbàสำหรับการประกวดไปตั้งปีbàจำนวน5 ตึกbà kroiปีลูกอันยากระดาbàเลือกบังฮังไซกับวัดหรือให้bàกดปรับปีละคันในการประกวดดอลในตั้งปีจากรำเตรียมปรองเปรียบประคุณบรรดาคนขมายกู้กาเปียกสายกระวัดเกนส์เบิร์กคนขมายซูเปอร์สเตรกตึกตีมวยบากาประกวดกาเปียกสายกระวัดบาโจดอตึกตีมวยบาจังปอบโอนมาประกอบที่ชื่อด้วยมาให้บาสำหรับไปกับพิบจังปีรูปบาลองสำนักคือจำจักสายจักใส่กับวัดบากอจีเนกาปีบาลอนปัญญาบาลาวมอตเดิมบาสาวกาปาที่เราบริแต่งปีบาคือทัวร์ลายจำนวนปีดองกับล้อมาให้บากระกลาก็ลอนปัญญาบาคือกอจีเนกถึงปีดองบาไตสำหรับกาประกูดมันเลือกดีที่บายึงมันดังเทบาหากกาประกูดมันจะปีละตะพอลเนื้อใจได้โดยปีดองหรือมุนบาหรือก่อนเมียนกาไก่แปรบาลูตาในคลองกัดกาประกูดสันบาแกช่วยปีสำนางไว้ช่วยมาได้ปีปัญญาต้นสลัมมาเชิงมาปีปัญญาบาได้มุนที่บาปัญญาคือคนตัวสกอร์บาปีสมัติตับเพียบระบอกกลาก็ลงสำนางบาทำมาระยะที่บากลาก็รุ่นี่คือเลิงไตเลิงเชิงนะบาโป้คือปัญญาระบอกกวดบาคือต้อกับปูลบางได้บาสลัมมุนระบอกกวดแกะมาเชิงสนามบาปีลอนปัญญาดอกลงดอยกร้อยสำนางบรรทมดาวโจแกะมาเชิงช่วยโยนปัวบาช่วยมาได้ไฟซองวิปีปัญญาโอ้โหบาช่วยสนามกำแต่ไฟเหมือนโจนี่นะบาสารปัญญาบาโรงจวบมาได้ช่วยไม่เป็นโจเลยบาตดมาเชิงช่วยเจ็ดบาสนามตดซองเดี๋ยวไปบาเบียนดาวโจตดช่วยไทม์สนามไหวช่วยสนามปีสำนางบาตดมาเชิงสนามข้างกราวไหวช่วยมาได้เดียดไหวช่วยสนามเดียดบาแทะมาเชิงช่วยปัญญาดาวโจตัวสนามสำนักดาวโจตัวสนามขัดถอยกร้อยแบบไปมาได้ช่วยดีปัญญาจะช่วยมาเจอช่วยแต่ได้เทียบแบบจับเจอปันไปสนามมาได้ครั้งเหลือแบบมาได้ระบอกกีฬากรลงสำนักแบบคือปัจจุบันเป็นไรกำลังกับใจยังอัตอนคืนกาวไว้จริงคลังปีลนปัญญาอะไรเด้แบบตอดมาเจอสนามจะช่วยมาเจอแบบสนามตอดช่วยไปซองไว้ช่วยแทนน้ำบาปีปัญญาบาดาวโจแกะช่วยมาเชิงไว้ช่วยแทนสนามจับยงไปสนามมาได้บาดแทะช่วยไทยมือเทียบาดทัวไอปัญญาบาดคัดพลอยกรอยไว้ช่วยสนามกดสนามไทยไว้ช่วยแทนสนามเทียบบาปียิ้มตาโจดออกมาจากกองสนามบาปีกลากรป่องโคเคียวลนปัญญาบาดแทะมาเชิงช่วยบาไว้ช่วยปีสำนางบัดคมตาโจดตอดช่วยไว้สนามมาได้โอ้ยบาไก่สนามมือจะจับตึกตีมวยตึกตีมวยได้ตั้งปีบานปราปราหนองการเสียบตรงปัจจัยเทคนิคเรื่องบ่ายเรื่องที่ตวินตมอบว่าก็บานกลอบพอตได้
បាទឥឡូវអ្នកទាំងពីរក៏កំពុងតែត្រៀមធ្វើការប្រកួតបន្តនៅក្នុងទឹកទី2បាទយ៉ាងណាក៏ដោយបាទក៏មានរូបភាពល្អៗបាទស្ដីពីការវាយចេញបាទក៏ដូចជាការទាត់ចេញរបស់កីឡាករលនបញ្ញានិងម្ចាស់ខ្សែក្រវ៉ាត់លងសំណាងផងដែរអ្នកទឹកចេញក្រៅបដាគុណខ្មែរគូការពារខ្សែក្រវ៉ាត់ Gensburg គុណខ្មែរ Super Strike ទឹកទី2បាទរីករាយទស្សនាការប្រកួតជាបន្តទៀតបាទចូលដល់ទឹកទី2សម្រាប់ការប៉ះគ្នារវាងម្ចាស់ខ្សែក្រវ៉ាត់លងសំណាងបាទជាអ្នកការពារបាទជាមួយនឹងលនបញ្ញាបាទអ្នកឡើងមកដណ្ដើមបាទវាយឆ្វេងស្ដាំទៅលើគ្នាទៅវិញទៅមកបាទវាយស្ដាំម្ដាយទាត់ឆ្វេងមួយជើងស្ដាំទាត់សងមកវិញពីបញ្ញាធាក់ឆ្វេងពីលងសំណាងបាទមួយជើងរបស់លនបញ្ញាក៏ពិតជាមិនធម្មតាដែរបាទលងសំណាងគាត់រកទៅតែរបើកឃុំបាទវាយស្ដាំទាត់ស្ដាំបាទពីកីឡាករលនបញ្ញាបាទទាត់ស្ដាំទៅមកបាទវាយឆ្វេងចូលមុខបាទធាក់ឆ្វេងបាទទាត់ឆ្វេងមួយជើងបាទវាយឆ្វេងម្ដាយពីកីឡាករលនសំណាងបាទធាក់មួយជើងស្ដាំពីលនបញ្ញាបាទវាយឆ្វេងចូលមុខបាទស្ដាំម្ដាយនេះវាយខុសធាក់ឆ្វេងមួយជើងពីសំណាងវាយឆ្វេងចូលមុខបាទព្យាយាមដើរចូលទៀតមើលលើមើលក្រោមលើបាទមួយជើងឆ្វេងទៅមួយជើងស្ដាំមកបាទវាយម្ដាយស្ដាំចូលគុំជាបាទធាក់មួយជើងស្ដាំបាទស្ដាំម្ដាយបាទរបស់កីឡាករលងសំណាងធាក់ឆ្វេងថែមមួយទៀតបាទចូលចាប់គ្រាកអុកទៅគុំស្ដាំបាទគ្រាកគ្នាទៅវិញទៅមកតែចង្គង់ឆ្វេងកែងមួយទៀតបាទពីសំណាងដើរចូលធាក់ឆ្វេងមួយជើងចូលទ្រូងបាទទាត់ឆ្វេងមួយជើងបាទពីលនបញ្ញាបាទទាត់មួយជើងស្ដាំកាត់ចូលគល់ផ្លូវពីរជើងស្ដាំបាទមួយជើងស្ដាំទាត់សងវិញបាទឆ្វេងមួយជើងបាទប៉ះគ្នា3ដងបាទចាញ់ទៅ3ដងសម្រាប់កីឡាករលនសំណាងបាទនៅពេលកន្លងមកបាទតែនៅពេលបច្ចុប្បន្ននេះបាទកំពុងតែប្រកួតនេះបាទទៅទីនេះផ្ទាល់តែម្ដងបាទការប្រកួតមិនទាន់ដឹងថាខ្លាយទៅជាយ៉ាងណានោះទេបាទធាក់មួយជើងស្ដាំអុកកែងមួយបាទចង្គង់ស្ដាំសងវិញពីលងសំណាងធាក់មួយជើងឆ្វេងទៀតឆ្វេងម្ដាយវាយចូលពោះបាទម្ដាយស្ដាំវាយចូលមុខបាទធាក់ឆ្វេងថែមពីលងសំណាងបាទទាត់មួយជើងស្ដាំបាទវាយឆ្វេងទាត់ស្ដាំដល់ចូលទៀតបាទទាត់ចូលគល់ផ្លូវគ្នាទៅវិញទៅមកបាទគល់ផ្លូវរបស់កីឡាករលនបញ្ញាបាទគឺមានសាច់ដុំធំបាទចឹងដាក់ជើងឲ្យទាត់2 3ជើងគឺទាត់ក៏អត់ទាត់ឈឺទេបាទវាយស្ដាំថែមឆ្វេងអត់សង្គមស្ដាំថែមបាទពីយើងដើរចូលវាយឆ្វេងម្ដាយចូលមុខទាត់មួយជើងស្ដាំរងជាប់ធាក់មួយជើងឆ្វេងចូលពោះបាទទាត់ស្ដាំពីលនបញ្ញាបាទសំណាងពីយើងដើរចូលវាយម្ដាយស្ដាំចូលមុខទៀតកែងមួយទៀតបាទពីលងសំណាងធាក់មួយជើងឆ្វេងកែងថែមទៀតអូយបាទទុំជាប់ទុំជាប់អាចនឹងមានរបួសបាទមួយជើងស្ដាំបាទប្រកួតបន្តទៀតសំណាងព្យាយាមដើរចូលធាក់មួយជើងឆ្វេងបាទវាយស្ដាំម្ដាយចូលពោះបាទទាត់មួយជើងស្ដាំតែទៀតបាទសំណាងទាត់មួយជើងស្ដាំបាទទាត់ឆ្វេងសងអាយយោយបាទជើងស្ដាំចូលគល់កកចាប់ទី2បាទខុសពីទឹកទី1បាទសម្រាប់ការប្រកួតក្នុងទឹកទី2កន្លងមកបាទគឺអ្នកទាំងពីរបាទពឺតអស់ពីសមត្ថភាពបាទយើងឃើញបាទមានទាំងផ្លែកែងបាទក៏ដូចជាជង្គង់បាទគឺចេញមកបាទគួរឲ្យស្ញើតមែនតើបាទនេះគឺជារូបភាពយឺតបាទធ្វើការបញ្ជាក់ជូនបាទខណៈនេះដែរបាទអ្នកទាំងពីរក៏កំពុងតែត្រៀមខ្លួនដើម្បីធ្វើការប្រកួតជាបន្តនៅក្នុងទឹកទី3បាទនេះគឺជាការទាត់ដ៏ល្អបាទពីលនបញ្ញាអ្នកទឹកចេញក្រៅបដាគុណខ្មែរគូការពារខ្សែក្រវ៉ាត់ Gensburg គុណខ្មែរ Super Strike ទឹកទី3បាទរីករាយទស្សនាការប្រកួតជាបន្តទៀតបាទចូលដល់ទឹកទី3សម្រាប់ការប៉ះគ្នារវាងកីឡាករម្ចាស់ខ្សែក្រវ៉ាត់លងសំណាងបាទនិងអ្នកឡើងមកដណ្ដើមគឺកីឡាករលនបញ្ញាបាទបញ្ញាក្នុងថ្ងៃនេះបាទគឺមានលោកគ្រូទុនសុភាមកផ្ទាល់តែម្ដងបាទគាត់មកឲ្យទឹកបាទវាយឆ្វេងស្ដាំពីកីឡាករបង្គោលខៀវបញ្ញាបាទវាយសងទៅវិញពីសំណាងបាទស្ដាំម្ដាយស្ដាំពីរដៃដួលអើយម្ចាស់ខ្សែ
1 លោកអញ្ញាកដាកំពុងរាប់ទៅលើកីឡាករលងសំណាង 5 បាទពីដៃបាញ់មិញមកល្អមែនតើ 8 បាទងក់ក្បាលជាសញ្ញាបាទអាចបន្តការប្រកួតទៀតបានអូយបាទទៅតែទឹកទី3ទេបាទលូនបញ្ញាបាទគាត់ហាក់ដូចជាវាយបង្ខំឲ្យលងសំណាងនេះបោះបង់ខ្សែក្រវ៉ាត់ចោលតែម្ដង បន្តការប្រកួ បាទ ត ប៉ុន្តែទឹកចិត្តបាទជាអ្នកតស៊ូបាទអ្នកប្រយុទ្ធគុណខ្មែរបាទមិនអាចចាញ់ដោយងាយងាយនោះទេបាទវាយឆ្វេងថែមស្ដាំបាទសោយស្ដាំសោយឆ្វេងវាយស្ដាំថែមទៀតសោយស្ដាំទៀតបាទលងសំណាងបាទគាត់ព្យាយាមបាទទប់បាទដើរចូលធាក់ឆ្វេងមួយជើងចូលទៅទៀតទាត់មួយជើងស្ដាំបាទវាយឆ្វេងថែមស្ដាំអុកចង្គង់ស្ដាំចូលមកទៀតសោយស្ដាំម្ដាយអូយបាទមកដៃថែមទៀតបាទលោកអាញាកណ្ដាលគាត់សម្រេចចិត្តអត់ទាន់រាប់ទេបាទវាយស្ដាំធាក់ស្ដាំបាទឡុងសំណាងព្យាយាមអុកកែងសងកំតែបាទគឺអុកខុសទៅទេបាទលន់បញ្ញាវាយស្ដាំតែឆ្វេងចូលពោះកែងមួយទៀតបាទវាយសោយស្ដាំទៀតបាទសោយស្ដាំតែពីរដៃទាត់មកជើងស្ដាំចូលគល់កកបាទសោយស្ដាំទួទៀតទៅហើយ គូស បាទលោកអាញាកណ្ដាលបាទរាប់ផ្សាយថ្មីបាទទៅលើកីឡាករឡុងសំណាង 4 បាទសំណាងហាក់ដូចជាបាត់បង់ស្មារតីដែរ 6 7 7 8 ងក់ក្បាលជាសញ្ញាបាទអញ្ចឹងបើទឹកនេះបាទបើសិនជារាប់ភាសាទៀតគឺលេងរាប់ហើយបាទគណៈការប្រកួតបាទគឺនៅសល់1នាទីជាងទៀតបាទ បន្តការប្រកួត បាទ stop pit time បាទគឺ1នាទីនិង10វិនាទីបាទការប្រកួតមួយបន្តទៀត2ដៃ3ដៃលោកអាញាកណ្ដាលបាទគាត់បញ្ឈប់ការបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនិងបដូរដៃគូតស៊ូឲ្យបបងការប្រកួតដូច្នេះជ័យជំនះបានទៅលើលូនប៉ា
បញ្ញាសម្រាប់ការក្រងជើងឯកថ្ងៃនេះអារម្មណ៍រំភើបទេ បាទសម្រាប់ខ្ញុំផ្ទាល់អារម្មណ៍គឺរំភើបខ្លាំងមែនទែនបងដោយសារតែមួយរយៈក្រោយនេះបងឡុងសំណាងគាត់ឡើងជើងខ្លាំងសម្បីតែប្អូនអាមេរិនគាត់ឡើងជើងខ្លាំងហើយគាត់មានកម្ពស់ខ្ពស់ទៀតក៏ពិបាកមួយបងណាអញ្ចឹងខ្ញុំគិតថាការប្រកួតនោះខ្ញុំលំបាកខ្លាំងប៉ុន្តែនៅស្នាមដល់ជាក់ស្ដែងគឺខ្ញុំអាចធ្វើបានរយៈពេលខ្លីគឺរំភើបខ្លាំងបង បាទមុខមួយវិញទៀតការដែលយើងបដូរឲ្យសិស្សច្បងបងការប្រកួតដូចអ្វីដែលយើងបានក្រុងទៅទេឬក៏យើងគិតថាចាញ់ឈ្នះគ្នាដោយត្រឹមពិន្ទុ សម្រាប់ខ្ញុំការគិតមុនឡើងប្រកួតខ្ញុំគិតថាចង់វាយគាត់រាប់ឬក៏សន្លប់ បាទ បើសិនជាយើងវាយត្រឹមទូធម្មតាខ្ញុំគិតថាខ្ញុំអាចនឹងចាញ់ព្រៀបគាត់ដោយសារតែគាត់គឺជាម្ចាស់ខ្សែក្រវ៉ាត់ បាទ អញ្ចឹងគោលដៅខ្ញុំពីក្រោមមកគាត់ថាចង់វាយឲ្យរាប់ឬក៏ស្លាប់ដោយការតតចូលក បាទដោយសារខ្ញុំរៀនឆ្វាក់រៀនកតែមើលអត់នៅស្មានថាតតចូលកែងបែរជារកកែងវិញមិញចូលកមិនជើងដែរតែគាត់ទប់បាន បាទជាចុងក្រោយបាទបញ្ញាបាទមានអ្វីបាទអរគុណទៅពុកម៉ែបងប្អូនទេក៏ដូចជាលើកទឹកចិត្តបាទដល់ឡុងសំណាងដែរបាទ សម្រាប់ខ្ញុំជាដំបូងក៏សូមលើកចិត្តដល់បងឡុងសំណាងគាត់ស៊ូមដល់ទៀតគាត់គឺជាថាជើងចាស់មួយដែលឈរជើងវាយបានយូរហើយគាត់ក៏មើលរឿងសភាពកាន់ឡើងហើយសូមគាត់ខំប្រឹងប្រែងថែមទៀតហើយក៏សូមអរគុណដល់បងប្អូនដែលមកគ្រប់គ្រងនិងទស្សនាលើកចិត្តគុណខ្មែរយើងផ្ទាល់ជូនពរបងប្អូនឲ្យរស់ស៊ីទទួលបានសុខភាពល្អគឺរីករាយរាល់ថ្ងៃហើយក៏សូមអរគុណដល់ស្ថានីយទូរទស្សន៍ភាគนั้นដែលបានផ្ដល់ឱកាសឲ្យខ្ញុំចូលលេងខ្សែវ៉ាត់បាទអរគុណបាទលោកបញ្ញាបាទអរគុណបាទ បាទប្រិយមិត្តទីមេត្រីបាទសូមពេលវេលាសម្រាប់បន្តិចសិនបាទជួបគ្នាទៅពេលបន្តិចទៀតបាទ